forget to follow and share បាទជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានហៅថាកង្វល់ក្នុងចិត្តមួយណាបងប្អូនមានបងប្អូនអ្នកដែលស្គាល់គ្នាមួយចំនួនគាត់សួរថាហេតុអីយើងរៀនបានប៉ុណ្ណឹងដែរមិនធ្វើការ office ធ្វើការអង្គការអីចឹងទៅវាសមនឹងសមត្ថភាពរបស់យើងអញ្ចឹងណាតែខ្ញុំក៏បានតបទៅវិញថាវាជាចំណងចំណូលចិត្តរបស់មនុស្សម្នាក់ហើយពេលខ្លះអ្នកដែលនៅជុំវិញយើងគេឃើញតែចំណុចមួយជ្រុងតូចនៃជីវភាពរបស់យើងទេតែគេអត់បានដឹងពីផ្ទៃក្នុងឬជីវភាពរបស់យើងដែលជួបការលំបាកប៉ុណ្ណាអញ្ចឹងណាពីព្រោះជីវិតរបស់យើងជីវភាពរបស់យើងម្នាក់គឺវាផ្សេងគ្នាហើយអ្នកខ្លះគេបង្ហាញឲ្យដឹងអ្នកខ្លះគេមិនបង្ហាញអញ្ចឹងទៅណាតែបើសម្រាប់ខ្ញុំរឿងជីវភាពរឿងការជ្រើសរើសការងារអ្វីក៏ដោយគឺយើងមិនអាចបង្ខំមិនអាចទៅសួរផ្លូវចិត្តគេបានទេអានឹងជាទង្វើជាការជ្រើសរើសរបស់មនុស្សម្នាក់ផ្សេងគ្នាអញ្ចឹងណាខ្ញុំក៏ចង់និយាយថាពេលខ្លះជីវភាពគ្រួសារគឺជាកត្តាមួយដែលសំខាន់ដែលអាចឲ្យយើងនឹងធ្វើការផ្សេងដោយយើងមិនដែលគិតណាពីព្រោះសំខាន់អ្នករៀនពេលច្រើនគេចង់ធ្វើការល្អធ្វើការស្រួលតែពេលខ្លះអ្វីដែលការងារល្អហ្នឹងក៏វាមិនប្រកាសថាមានចំណូលច្រើនជាងការងារផ្សេងដែលប្រើកម្លាំងច្រើនមានពេលវេលាសម្រាប់រកស៊ីថែមទៀតទេការងារខ្លះគឺយើងត្រូវធ្វើ8ម៉ោងលើ8ម៉ោងតែការងារខ្លះគេធ្វើតែត្រឹម4-5ម៉ោងគេមានពេលវេលាក្នុងការរកស៊ីអាហ្នឹងជាការងារមួយផ្សេងទៀត